ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាអ្នកទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នានៅថ្ងៃនេះខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាអំពី article អញ្ចឹងបន្តិចទៀតអ្នកទាំងអស់គ្នានឹងដឹងហើយថាតើគេប្រើប្រាស់ article នៅពេលណាឥឡូវយើងមើលទាំងអស់គ្នាគេថា we use before words that begin with a consonant sound ពួកយើងប្រើប្រាស់ពាក្យនៅខាងមុខពាក្យដែលផ្ដើមដោយសូរព្យញ្ជនៈអញ្ចឹងតើពាក្យដែលផ្ដើមដោយសូរព្យញ្ជនៈហ្នឹងតើគេផ្ដើមរបៀបម៉េចតោះយើងមកមើលឧទាហរណ៍ទាំងអស់គ្នាឧទាហរណ៍ទី1យើងឃើញពាក្យ book អញ្ចឹងពាក្យ book ពាក្យយើងប្រើប្រាស់នៅខាងមុខពាក្យហ្នឹងអាចជានាមអញ្ចឹងឥឡូវយើងមើលពាក្យនាមដែលប្រើនៅខាងក្រោយពាក្យមានពាក្យ book អញ្ចឹងឃើញនេះ book ផ្ដើមដោយអក្សរ b អញ្ចឹងអក្សរ b ហ្នឹងគឺមានសូរ b អញ្ចឹងសូរ b គឺជាសូរព្យញ្ជនៈអញ្ចឹងហើយបានជាខាងមុខពាក្យ book យើងប្រើពាក្យឧទាហរណ៍ទី2ក៏ដូចគ្នាដែរ pen អក្សរ p ពាក្យនេះគឺផ្ដើមដោយអក្សរ p អញ្ចឹងអក្សរ p គឺមានសូរអញ្ចឹង p គឺជាសូរព្យញ្ជនៈ pen អញ្ចឹងហើយបានជាយើងប្រើប្រាស់ពាក្យនៅខាងមុខពាក្យ pen ឧទាហរណ៍ទី3មានដូចជាពាក្យ chair គេឃើញពាក្យ chair យើងផ្ដើមដោយអក្សរ ch កន្លែងហ្នឹងគឺយើងមិនមែនផ្ដើមនៅតែអក្សរ c មួយទេណាដោយសារតែអក្សរ ch ពីរនេះពីរអក្សរនេះចូលគ្នាគឺមានសូរ ch អញ្ចឹងហើយនេះ ch មានសូរ ch គឺជាសូរព្យញ្ជនៈអញ្ចឹងហើយយើងដាក់ពាក្យនៅខាងមុខពាក្យ chair chair អញ្ចឹងសរុបរួមវិញម្ដងទៀតគឺយើងប្រើប្រាស់ពាក្យនៅខាងមុខពាក្យឬខាងមុខនាមដែលផ្ដើមដោយសូរយើងសង្កត់ធ្ងន់ទៅលើសូរយើងអត់សង្កត់ធ្ងន់ទៅលើអក្សរទេព្រោះមានអក្សរខ្លះជាអក្សរស្រៈប៉ុន្តែវាបែរជាមានសូរព្យញ្ជនៈផ្សេងខ្ញុំនឹងលើកបង្ហាញអ្នកទាំងអស់គ្នានៅវីដេអូក្រោយតាក់ទងជាមួយនឹងតើអក្សរអ្វីខ្លះដែលជាអក្សរដែលគេហៅថាជាតួអក្សរជាស្រៈអញ្ចឹងណាប៉ុន្តែបែរជាមានសូរព្យញ្ជនៈហើយអក្សរអ្វីខ្លះដែលជាសូរព្យញ្ជនៈប៉ុន្តែបែរជាមានសូរស្រៈទៅវិញអញ្ចឹង book pen chair អញ្ចឹងវីដេអូរបស់ខ្ញុំនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេដើម្បីចែករំលែកដល់អ្នកតាមដានទស្សនាទាំងអស់គ្នាហើយក៏ដូចជាបងប្អូនដែលគាត់មិនទាន់យល់ច្បាស់ឥឡូវគឺគាត់អាចនឹងយល់ច្បាស់ពីវីដេអូនេះបានសូមអរគុណ